មនុស្សស្រីយើងចាំតែខុសទេសូម្បីតែការញ៉ាំត្រប់ក៏ខុសដែរខ្ញុំជឿថាបងប្អូនប្រហែលជាធ្លាប់បានឮពាក្យមួយដែលចាស់ៗតែងតែនិយាយថាកុំញ៉ាំត្រប់ច្រើនពេកប្រយ័ត្នប៉ះពាល់ដល់ការមរដូវឬក៏សម្រាប់អ្នកមានផ្ទៃពោះអាចនឹងមានការទាស់ជាដើមបើសិនជាបងប្អូនចង់ដឹងថាវាពិតឬក៏មិនពិតសូមមើលវីដេអូនេះឲ្យដល់ចប់ផ្នែកទី1គឺការពិតរវាងគ្រូពេទ្យសម័យថ្មីហើយនិងតម្រាបុរាណតាមក្បួនពេទ្យសម័យឥឡូវការញ៉ាំត្រប់ក្នុងបរិមាណល្មមគឺមិនធ្វើឲ្យប៉ះពាល់ដល់ការមរដូវឬក៏ធ្វើឲ្យពុលដល់កូននៅក្នុងផ្ទៃរបស់ស្ត្រីនោះទេតាមពិតទៅត្រប់គឺជាបន្លែដ៏ល្អមួយដែលមានជាតិសរសៃខ្ពស់ហើយនឹងជួយជំរុញដល់ការបន្តបង់និងមានវីតាមីនជាច្រើនដែលជួយដល់ការទ្រុឌទ្រោមនៃរាងកាយប៉ុន្តែហេតុអ្វីបានជាចាស់ៗពីដើមក៏តែងតែហាមថាមនុស្សពោះធំមិនអាចបរិភោគត្រប់ច្រើនបានទេនោះពីព្រោះថានៅក្នុងត្រប់គឺមានសារធាតុមួយយ៉ាងដែលនៅពេលដែលស្ត្រីមានផ្ទៃពោះញ៉ាំទៅគឺអាចនឹងធ្វើឲ្យមានការកន្ត្រាក់ស្បូនតិចតួចដែលបើសិនជាស្ត្រីមិនចង់ឲ្យមានការកន្ត្រាក់ស្បូនទេនោះក៏កុំបរិភោគច្រើនពេកផ្នែកទី2ផលរំខាន4យ៉ាងនៅពេលដែលញ៉ាំត្រប់លើសកំណត់ពុកម៉ែបងប្អូនត្រូវចាំថារបស់អ្វីក៏ដោយទោះបីវាល្អយ៉ាងណាបើសិនជាយើងញ៉ាំវាច្រើនពេកក៏វាមិនល្អដែរចំពោះផ្លែត្រប់នេះបើញ៉ាំច្រើនពេកឬក៏ញ៉ាំមិនត្រូវរបៀបគឺអាចមានផលប៉ះពាល់4យ៉ាងគឺទី1ធ្វើឲ្យហើមពោះឬក៏ឆ្អល់ពោះបងប្អូនដែលចូលចិត្តញ៉ាំត្រប់ឆៅឬក៏ញ៉ាំត្រប់ច្រើនងាយនឹងជួបបញ្ហាឆ្អល់ឬក៏មានការរាករូសពីព្រោះនៅក្នុងត្រប់ឆៅគឺមានជាតិជ័រគឺជាតិពុលមួយយ៉ាងដែលធ្វើឲ្យក្រពះពោះវៀនយើងមានដំណើរការមិនសូវស្រួលទី2ប្រយ័ត្នរឿងគ្រោះក្នុងតម្រងនោមសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានគ្រោះក្នុងតម្រងនោមស្រាប់គឺត្រូវមានការប្រុងប្រយ័ត្នកុំញ៉ាំត្រប់ច្រើនពេកនៅក្នុងត្រប់វាមានសារធាតុមួយយ៉ាងដែលនៅពេលពុកម៉ែបងប្អូនពិសាទៅអាចធ្វើឲ្យជំងឺគ្រោះក្នុងតម្រងនោមរើកើតឡើងវិញទី3ធ្វើឲ្យខ្វះជាតិដែកនិងស្លេកស្លាំងចំណុចមួយនេះគឺសំខាន់ណាស់នៅក្នុងសម្បកត្រប់ពណ៌ស្វាយគឺអាចបឺតយកជាតិដែកចេញពីខ្លួនរបស់យើងដូច្នេះស្រីយើងណាដែលមានជំងឺកង្វះឈាមស្រាប់ឬក៏មានរាងកាយស្លេកស្លាំងគួរតែកុំញ៉ាំត្រប់ច្រើនពេកអីទី4គឺបញ្ហាអាឡែស៊ីអ្នកដែលមានការអាឡែស៊ីជាមួយនឹងត្រប់គឺពេលដែលយើងញ៉ាំត្រប់ទៅធ្វើឲ្យយើងមានការរមាស់ឡើងកន្ទល់ឬក៏ហើមបបូរមាត់នេះគឺដោយសារតែរាងកាយរបស់យើងមិនត្រូវគ្នាជាមួយនឹងសារធាតុដែលមាននៅក្នុងត្រប់នោះឯងចុះតើយើងគួរតែធ្វើយ៉ាងម៉េចទៅដើម្បីញ៉ាំត្រប់ឲ្យត្រូវហើយនឹងដល់ផលដល់សុខភាពរបស់យើងនោះបងប្អូនអាចញ៉ាំត្រប់ក្នុងកម្រិតសមរម្យក្នុងមួយថ្ងៃ1ទៅ2ខាំគ្រប់គ្រាន់ហើយឬក៏ក្នុងមួយសប្តាហ៍ញ៉ាំពី2ទៅ3ដងបងប្អូនត្រូវតែចម្អិនឲ្យបានឆ្អិនល្អជៀសវាងការញ៉ាំត្រប់ឆៅច្រើនពេកយល់ល្អអាចយកត្រប់ទៅស្លឬក៏អាំងពីព្រោះថានៅពេលដែលវាប៉ះជាមួយនឹងកម្ដៅវាអាចនឹងជួយកាត់បន្ថយជ័រដែលមាននៅក្នុងត្រប់ឆៅផ្លែត្រប់គឺងាយនឹងបឺតជញ្ជក់យកជាតិខ្លាញ់បើសិនជាយើងយកវាទៅចៀនឬឆាយល់ល្អយើងយកទៅស្ងោរឬក៏អាំងពិតជាល្អណាស់សរុបមកផ្លែត្រប់មិនមែនជាបន្លែទាស់ឬគ្រោះថ្នាក់សាហាវអីនោះទេស្រីយើងឬក៏អ្នកមានផ្ទៃពោះគឺអាចញ៉ាំបានធម្មតាគ្រាន់តែយើងត្រូវញ៉ាំវាក្នុងកម្រិតល្មមនិងចម្អិនឲ្យបានឆ្អិនល្អគឺអូខេហើយនាងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយពុកម៉ែបងប្អូនឲ្យអស់ការបារម្ភហើយបើសិនជាពុកម៉ែបងប្អូនត្រូវការវីដេអូសុខភាពបន្ថែមទៀតអាចចូលទៅមើលនៅក្នុង page សង្ឃឹម Health បាននាងខ្ញុំសូមអរគុណនិងសូមព្រះប្រទានពរ